ស្រង់ព្រះមិនសំដៅតែការស្រោចទឹកការលាបសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេគឺពលរដ្ឋគ្រប់រូបអាចស្រោចទឹកថ្វាយចំពោះព្រះសង្ឃឪពុកម្ដាយឬចាស់ទុំដើម្បីបង្ហាញពីការដឹងគុណផងដែរនេះបតាប្រធានគ្រប់គ្រងនៃភូមិគ្រឹះអប់រំចិត្តផ្កាឈូកពេលគាត់ត្រឡប់ទៅផ្ទះវិញគាត់អាចធ្វើពិធីចំពោះឪពុកម្ដាយរបស់គាត់ឬក៏គាត់អ្នកខ្លះទៀតគាត់ប្រមូលគ្នាទៅរកលោកគ្រូដែលគាត់ធ្លាប់បង្រៀនពួកគាត់ហ្នឹងទៅធ្វើពិធីមួយសម្រាប់លោកគ្រូអ្នកគ្រូផងដែរទាក់ទិននឹងអានិសង្ឃវិញព្រះសមេធ្វងបណ្ឌិតសុខបន្ទឿនបានពន្យល់ថាអ្នកដែលបានស្រង់ទឹកឲ្យព្រះពុទ្ធបដិមាព្រះសង្ឃឪពុកម្ដាយគ្រូឧបជាអាចទទួលបានអានិសង្ឃច្រើនធ្វើពិធីស្រង់ព្រះចំពោះព្រះពុទ្ធនឹងរមែងមានដៃជះអំណាចកិត្តិយសអិសរិយភាពក៏ដែរគឺកើតឡើងនឹងបើយើងបូជាចំពោះគុណព្រះពុទ្ធណាហើយគណៈបូជាចំពោះគុណ